ចំណងជើងរឿងការប្រកួតកង្កែបនិងជ័យជំនះនៃភាពថ្លង់មានហ្វូងកង្កែបមួយក្រុមបានរៀបចំការប្រកួតប្រជែងគ្នាដើម្បីឡើងទៅលើកម្ពូលប៉ំខ្ពស់បំផុតមួយសត្វកង្កែបជាច្រើនបានមកចូលរួមចំណែកឯកង្កែបដទៃទៀតដែលមកមើលតែងតែស្រែកធ្ងូនិងនិយាយថាគ្មានអ្នកណាអាចឡើងទៅដល់ទេវាមិនអាចទៅរួចឡើយប៉ំនោះខ្ពស់ពេកហើយនៅពេលចាប់ផ្ដើមកង្កែបជាច្រើនបានព្យាយាមលោតឡើងប៉ុន្តែនៅពេលហ្វូងអ្នកមើលស្រែកថាពិបាកណាស់គ្រោះថ្នាក់ណាស់កង្កែបទាំងនោះក៏ចាប់ផ្ដើមអស់កម្លាំងចិត្តហើយធ្លាក់ចុះមកវិញម្ដងមួយចុងក្រោយនៅសល់តែកង្កែបតូចមួយក្បាលប៉ុណ្ណោះដែលនៅតែបន្តលោតឡើងយ៉ាងស្វិតស្វាញទោះបីជាអ្នកជុំវិញស្រែកថាឈប់ទៅឯងនឹងស្លាប់មិនខានក៏វានៅតែបន្តលោតរហូតដល់វាបានទៅដល់កំពូលប៉ំដោយជោគជ័យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានទៅសួរកង្កែបនោះពីអាចកំបាំងនៃជ័យជំនះពេលនោះទើបពួកគេដឹងថាកង្កែបតូចនោះគឺជាកង្កែបថ្លង់វាមិនបាននៃពាក្យបំបាក់ទឹកចិត្តរបស់នរណាម្នាក់ឡើយផ្ទុយទៅវិញរាល់ពេលដែលវាឃើញគេស្រែកនិងធ្វើកាយវិការវាតែងតែគិតថាគ្រប់គ្នាកំពុងលើកទឹកចិត្តវាឲ្យខំប្រឹងឡើងមេរៀននៃរឿងប្រសិនបើអ្នកចង់សម្រេចក្តីស្រមៃដ៏ធំចូលរៀនធ្វើជាមនុស្សថ្លង់ចំពោះពាក្យសម្ដីអវិជ្ជមាននិងការរិះគន់ដែលគ្មានស្ថាបនាចូលប្រែក្លាយរាល់ឧបសគ្គឲ្យទៅជាកម្លាំងរុញច្រានដើម្បីឈានទៅរកគោលដៅរបស់អ្នកចំណុចសម្រាប់វិភាគប៉ំខ្ពស់តំណាងឲ្យគោលដៅឬក្តីស្រមៃដែលមនុស្សទូទៅគិតថាពិបាកសម្រេចហ្វូងកង្កែបមើលជានិមិត្តរូបនៃសម្លេងសង្គមដែលតែងតែបំបាក់ទឹកចិត្តអ្នកដទៃដោយសារតែភាពភ័យខ្លាចរបស់ខ្លួនឯងភាពថ្លង់តំណាងឲ្យការជ្រើសរើសស្ដាប់និងការរក្សាភាពស្ងប់ស្ងាត់ក្នុងចិត្តដើម្បីផ្ដោតលើសកម្មភាពការបកស្រាយខុសដែលវិជ្ជមានតើការគិតថាគេលើកទឹកចិត្តជំនួសឲ្យការជេរប្រមាថផ្ដល់ឥទ្ធិពលអ្វីខ្លះដល់ផ្លូវចិត្ត